ยังខ្ញុំឈ្មោះសួយកំលីសូមគោរពជម្រាបសួរទស្សនិកជនបងប្អូនសិស្សានុសិស្សនិងនិស្សិតទាំងអស់ដែលកំពុងតាមដាននិងទស្សនាវីដេអូនេះពេលនេះដែរយើងនឹងមានការជួបសម្ភាសន៍ជាមួយអតីតនិស្សិតមួយរូបក្នុងការចែករំលែកបទពិសោធន៍ក្នុងការសិក្សាក៏ដូចជាការងារផងដែរជម្រាបសួរបងចាជម្រាបសួរបងអញ្ចឹងបងអាចជួយណែនាំខ្លួនក៏ដូចជាប្រវត្តិរូបខ្លះៗទៅកាន់ទស្សនិកជនតិចបានអត់បងចាគោរពជម្រាបសួរទស្សនិកជននិងសិស្សានុសិស្សទាំងអស់គ្នាដែលកំពុងតាមដានទស្សនាក្នុងវីដេអូនេះនាងខ្ញុំឈ្មោះសំណាងសេរីនេតជាអតីតនិស្សិតនៅសាកលវិទ្យាល័យបណ្ដាចាបងអញ្ចឹងសប្តាហ៍នេះបងបានចូលបម្រើការងារនៅស្ថាប័នណាដែរហើយតួនាទីអីដែរបងចាអរគុណបងសប្តាហ៍នេះខ្ញុំចូលបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែងនៅក្នុងខេត្តសៀមរាបយើងនេះហើយតួនាទីជាគណនេយ្យពន្ធបងអាចជួយចែករំលែកបទពិសោធន៍ចាប់តាំងពីបងចូលរៀននៅសាកលវិទ្យាល័យបណ្ដារហូតដល់បងទទួលបានការងារធ្វើបានអត់បងចាអរគុណបងខ្ញុំអាចចែករំលែកបានចំពោះខ្ញុំដំបូងឡើយហ្នឹងខ្ញុំចូលរៀនសាលាគណនេយ្យហ្នឹងខ្ញុំចូលសាកសិនទេចាចូលរៀនឲ្យតែខ្ញុំចង់រៀនជំនាញគណនេយ្យអញ្ចឹងនៅពេលដែលយើងនិយាយពីគណនេយ្យច្បាស់ជានឹកឃើញដល់សាលាសាកលវិទ្យាល័យបណ្ដាមុនគេហើយអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមថាចូលសាកសិនទេព្រោះខ្ញុំមិនប្រកាសថាខ្ញុំនឹងអាចចាប់យកជំនាញគណនេយ្យនឹងបានទេព្រោះខ្ញុំអត់សូវប្រកែកគណិតវិទ្យាប្រហែលទេអញ្ចឹងទៅខ្ញុំសាកបានមួយឆ្នាំពីរឆ្នាំថាអត់អីផងអត់ពិបាកដូចគេនិយាយផងខ្ញុំអាចទៅរួចហើយវាថារូបមន្តគេដាក់ឲ្យយើងមកស្រាប់អញ្ចឹងវាអត់មានអីដែលពិបាកយើងទៅស្រាវជ្រាវទេឲ្យតែយើងពេលរៀនគឺយើងស្ដាប់គ្រូហើយយើងយកចិត្តទុកដាក់ជាមួយនឹងជំនាញហ្នឹងយើងដឹងថាតើនៅពេលយើងចេះអាហ្នឹងហើយយើងទទួលបានអ្វីខ្លះអំពីជំនាញហ្នឹងទៅវិញទើបយើងអាចចូលអាចយកវាទៅប្រើប្រាស់នៅក្នុងការកិច្ចការងារដែលយើងធ្វើទៅថ្ងៃអនាគតបានតាក់ទងទៅនឹងជំនាញគណនេយ្យហ្នឹងអរគុណច្រើនបងតែបងខ្ញុំធ្លាប់ឮថាបើសិនជាគាត់អត់សូវប្រកែកគណិតឬក៏អត់ប្រកែកអង់គ្លេសអញ្ចឹងគាត់អាចរៀនគណនេយ្យបានអត់បងចាចំពោះសំណួរមួយហ្នឹងខ្ញុំក៏ជាសិស្សម្នាក់ដែលអត់ប្រកែកគណិតហើយអត់ប្រកែកភាសាអង់គ្លេសដែរចេះមួយម៉ាត់ពីរដែរទេប៉ុន្តែជាក់ស្ដែងនៅពេលដែលយើងចូលរៀនទៅខ្ញុំឃើញថាមានអ្នកអត់ចេះច្រើនជាងខ្ញុំទៅទៀតដែលគាត់អត់ចេះជាងខ្ញុំទៅទៀតប៉ុន្តែគាត់នៅតែអាចរៀនទៅមុខបានដោយរលូនបានន័យថាមានការជួយជំរុញពីលោកគ្រូដែលគាត់មុខជំនាញទៅលើភាសាអង់គ្លេសទៅលើភាសាលេខហ្នឹងគាត់ផ្ដល់ជាបទពិសោធន៍ឬក៏គន្លឹះដែលអាចឲ្យយើងហ្នឹងចាប់បាននៅក្នុងមេរៀនហ្នឹងហើយឲ្យតាមឲ្យទាន់គេយើងកុំបារម្ភថាខ្ញុំអត់ចេះគណិតចូលរៀនគណនេយ្យគឺពិបាកសាកសិនព្រោះខ្ញុំជាមនុស្សម្នាក់ដែលខ្ញុំសាកសិនដែរទេចានៅសិនដល់ពេលដែលខ្ញុំសាកទៅចូលដល់ឆ្នាំទី2ពឹបខ្ញុំថាអត់ទេចាប់ជំនាញហ្នឹងជាប់ទេសារតែអត់អីពិបាកផងដោយសារបើយើងប្រៀបជាមួយនឹងជំនាញផ្សេងទៀតជំនាញគណនេយ្យគឺមានរូបមន្តច្បាស់លាស់ហើយនិយាយទៅផ្ដោតតែគណនេយ្យមួយមុខហ្នឹងដោយសារយើងអត់មានផ្ដោតទៅលើមុខវិជ្ជាផ្សេងសំខាន់នេះយើងគ្រាន់តែយល់ដឹងក្រៅបន្ថែមទៀតតែប៉ុណ្្នឹងទេចាអរគុណច្រើនបងសម្រាប់ការចែករំលែកអញ្ចឹងខ្ញុំចង់ផ្ដាំផ្ញើទៅបងប្អូននិស្សិតផងដែរនៅសាកលវិទ្យាល័យវណ្ណាក៏មានបណ្ដុះបណ្ដាលវគ្គជំនាញខ្លីទៅលើភាសាអង់គ្លេសដូចគ្នាអញ្ចឹងបើសិនជាបងប្អូនមានអារម្មណ៍ថាខ្លួនឯងខ្សោយទៅលើភាសាអង់គ្លេសខ្លាំងក៏អាចសិក្សាវគ្គខ្លីៗបានដូចគ្នាដែរជាទូទៅនៅកន្លែងការងារយើងតែងតែមានការជួបបញ្ហាផ្សេងៗត្រូវអត់បងអញ្ចឹងពេលបងជួបបញ្ហាទៅនឹងការអនុវត្តការងារហ្នឹងបងមានវិធីសាស្ត្រដោះស្រាយបែបម៉េចហើយមានអ្នកប្រឹក្សាយោបល់អីជួយបងដែរអត់ចាអរគុណសម្រាប់សំណួរហ្នឹងហើយនៅពេលដែលយើងអនុវត្តការងារកន្លែងណាក៏មានបញ្ហាដែរអញ្ចឹងសម្រាប់ខ្ញុំរៀនជំនាញគណនេយ្យសាវនកម្មនិងពន្ធដារនៅសាកលវិទ្យាល័យវណ្ដានេះគឺខ្ញុំនៅពេលដែលខ្ញុំរៀនគឺខ្ញុំផ្ដោតសំខាន់ទៅលើមុខវិជ្ជាពន្ធដោយសារតែខ្ញុំស្រឡាញ់មុខវិជ្ជាហ្នឹងហើយជាចុងក្រោយខ្ញុំក៏ទទួលបានលទ្ធផលការងារជាគណនេយ្យពន្ធមួយអញ្ចឹងនៅក្នុងការងាររបស់ខ្ញុំហ្នឹងគឺអត់មានអីជាសាមញ្ញច្រើនទេដោយសារតែការងារគឺមានប្រកាសពន្ធប្រចាំខែប្រចាំឆ្នាំពន្ធបតង់អីហ្នឹងគឺយើងធ្វើវាដដែលជារៀងរាល់ឆ្នាំហើយចំពោះការជួបបញ្ហាដោយសារតែខ្ញុំរៀននៅសាកលវិទ្យាល័យបណ្ដាអញ្ចឹងគាត់មានគ្រូជំនាញច្រើនតាក់ទងទៅនឹងជំនាញគណនេយ្យសាវនកម្មទៅនឹងពន្ធដារនឹងខ្ញុំអាចរកគាត់ជាអ្នកប្រឹក្សាយោបល់នៅកន្លែងការងារខ្ញុំមានបញ្ហាជួបបញ្ហាអីអញ្ចឹងអាចសួរអ្នកដែលគាត់ជំនាញផ្នែកហ្នឹងជាពិសេសគឺលោកគ្រូអ្នកគ្រូដែលគាត់នៅកំពុងតែបន្តការបរិញ្ញាបត្រគាត់នៅសាកលវិទ្យាល័យបណ្ដានឹងដដែលជាចុងក្រោយមកមានអីប្រែផ្ដាំទៅកាន់បងប្អូនសិស្សានុសិស្សដែលគាត់មានបំណងចង់សិក្សានៅសាកលវិទ្យាល័យបណ្ដាសាខាខេត្តសៀមរាបយើងនេះបងចាអរគុណចាជាចុងក្រោយខ្ញុំសូមអរគុណដែលបានតាមដានទស្សនាវីដេអូនេះរហូតដល់ចប់ហើយចំពោះការសិក្សានៅសាកលវិទ្យាល័យវណ្ដាបងប្អូនអាចសាកល្បងបានដោយសារតែយើងមានផ្ដោតជំនាញគោល3សំខាន់នោះគឺគណនេយ្យសាវនកម្មនិងពន្ធដារអញ្ចឹងបងប្អូនចង់ច្បាស់ជាមួយនឹងជំនាញគណនេយ្យអាចចូលល្បងសាករៀនសិនបានដោយសារតែនៅទីនេះជំនាញច្បាស់លាស់ហើយយើងទទួលបានបទពិសោធន៍ល្អហើយទីធ្លាសាលាក៏មានផាសុកភាពផងដែរចាអរគុណបងសម្រាប់ការចែករំលែកនិងការចំណាយពេលវេលាមកក្នុងការសម្ភាសន៍នេះគឺគាត់បានចែករំលែកនៅបទពិសោធន៍ល្អៗមែនទែនទៅកាន់បងប្អូនសិស្សានុសិស្សទាំងអស់គ្នាអញ្ចឹងជាចុងក្រោយនេះបើសិនជាបងប្អូនចង់បាននៅជំនាញមួយដែលច្បាស់លាស់ចំណាយរយៈពេលខ្លីហើយថែមទាំងទទួលបានការងារល្អធ្វើទៀតនោះសូមកុំភ្លេចមកចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យវណ្ណាសាខាខេត្តសៀមរាបទាំងអស់គ្នាចាសូមអរគុណ
តកលវិទ្យាល័យវ៉ាន់ដាពិភពបណ្ដុះបណ្ដាលគណនេយ្យសវនកម្មពន្ធដា Digital និងស្រាវជ្រាវតែមួយគត់សម្រាប់លោកអ្នក